thầy mê thòm mô mê sa ra năng và răng ê tê na sai chờ vai trên nè hòn tô mê chơi dập men kẻ leng tê hàng thòm manh cha tu vi thang và răng thòm mê vô khali tao thòm mô khá mà tô tăng mẹ mang sô mẹ nô mô tê ni sva kha tao phê cơ vẹ ta thòm mô san tân thê cao a ca li cao phải cha tăng về tì ta po vay nhu thêm po tha ru bằng sa tia khiêm xôm thoại bằng công chua prabaram mai cha đầy prom tiếng prasa rayคุณนึงได้ลมอ่อนลมอ่อนเจ็ดบริสันเลิกกำบังแห่งเจียลิลมใจลงกาสมเป็นปัวสมาธิเรียกได้เจอซาทั้งตัวเลยสมอ้อยกันยื่นไอ้บอกขนาดนั้นมาฟังถ้าเราหยุดไปที่ทำใบเกียร์เนี่ยมีเราอยู่รู้เนี่ยเกียร์เนี่ยติดมาทำใบนี่ลิกาเอเฮปาเสกาโอปัญญิกาปาจันตังเวนติตาโปเวญโยให้แต่ตังสวาคาตาติกุณสังจะทอมเมียงอิเมเหสากการเหอภิโปจะยีมิสปเดปานอเพเกเวตาโอจุปะเดปานอเพเกเวตาสาวเวกสังโฆเยียปะเดปานอเพเกเวตาเจปะเดปานนาเพเกเวตาสาวเวกสังโฆยติเตียงจาตาสาวเวกสังโฆอาหุนัยยาวปาหุนัยยาวเตียงขินัยยาวอัญชลิการนัยยาวปัญญาเขตังโลกาสาเตตังโสปะเดปานาติกุณสังเสรสานะเมียมิตัญจะสังเข่งอิเมเหสากาจะยีมิขยมให้อันตรายส่งเอายมบานส่งเรียดยาตงฟังเทียงลายสัตว์เตอตัวจินง่ายสมัยคลายโมเกียเม็ดส้มตอนเปรียอะไรสมบานเคยทัวเป็ดสมโดยจัดปรารถนาองสมอนุโมทนีสมอนุโมทนีนมัสการกราบไหว้บุญกุมไปจงใบในพระรัตนตรัยโดยสิ่งใดเคารพเจริญทราสมาโดยชีวิตสอบการรับมัสการถวายกุมปองครูพระเทวสัทธาบดุจเปรมิตาจิติกรุปสการะกราบถวายกุมคณะกุญจักกรุปองจิติกรุปสการะเพื่อการสรุปรอบอ่านญาติโยมปฏิบัติสัตว์คณะธรรมยตราถึงอ้อขณีจิติกรุปรอบอ่านในได้เยิงบานมักดาวอุเชียนลมพินีจิติก็หลายได้พระบรมโพธิสัตว์พระองค์ทรงบานประสูติจากประกอบในพระวรเมตตาคือในขนมจันทร์ในนโกแตงปีคือนโกกับบลพอหนึ่งนโกเตวะทหะธรรมดาพระบรมโพธิสัตว์กรุบพระองค์ เ
បងមិនដែលប្រសូតនៅក្នុងព្រះបរមរាជវាំងទេតែងតែប្រសូតនៅក្នុងព្រៃណាបានន័យថាប្រសូតក្នុងព្រៃហើយក្នុងចន្លោះនគរទាំងពីរទៀតនឹងជាទំនៀមរបស់ព្រះបរមពោធិសត្វរឿងរ៉ាវតាក់ទងទៅនឹងព្រះអង្គប្រសូតនេះខ្ញុំកណ្ណានឹងរតនាដើម្បីបានចែកជូនដល់ពុទ្ធបរិស័ទមហាបរិស័ទទាំងអស់បានស្ដាប់នៅក្នុងដំណើររឿងរ៉ាវនៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូតទេណារៀបរាប់ជ្រុតកាត់សេចក្តីពីកាលដែលកំណើតព្រះអង្គជាព្រះវេស្សន្តរបានមកពេញនៅទានបារមីទានឧបបារមីទានបារមីនឹងពេញលេញបរិបូរណ៍ហើយណាទៅព្រះអង្គចត់តែអំពីកំណើតជាព្រះវេស្សន្តរទៅបានទៅកាន់នៅក្នុងឋានសួគ៌ទេវលោកជាន់ទី4មើលថាឋានដសិតដែលមានអាយុស្មើនឹងអាយុមនុស្ស57កោដ6លានឆ្នាំមនុស្សស្មើនឹងអាយុទឹកនឹង4000ឆ្នាំទឹនឹងបានទៅកើតជាសន្តសិតទេបុត្ររហូតដល់កាលវេលាគ្រប់គ្រាន់បុណ្យបារមីរឹតតែចាស់ខ្លាហើយនឹងទៅពពួកទេវតាព្រំមើលលោកធាតុបាននាំគ្នាមកចុះមកកាន់នេះឋានដុសិតទេវលោកចូលទៅថ្វាយបង្គំចំពោះសន្តសិតទេវបុត្រពោលថាបបិទ្ធអ្នកនេះរតុកដល់ចម្រើនពេលនេះវេលានេះជាការសំគួរព្រះអង្គចុះមកបដិសន្ធិក្នុងមនុស្សលោកដើម្បីប្រយោជន៍បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធក្នុងកាលនោះព្រះបរមពោធិសត្វព្រះអង្គទ្រង់បានប្រមើលមើលនៅមហាវិលោកណៈទាំង5គឺការទ្វេប្រទេសត្រកូលមេដាកាលវេលាណាដែលមនុស្សមានអាយុ100,000 ឆ្នាំចុះមកត្រឹម100ឆ្នាំឡើងទៅនោះគឺជាកាលដែលព្រះបរមពោធិសត្វព្រះអង្គទ្រង់បានចុះចាប់បដិសន្ធិហើយព្រះអង្គប្រមើលមើលកាលថាគ្រប់គ្រាន់បរិបូរណ៍ពេញលេញជាកាលដែលព្រះបរមពោធិសត្វអាចចុះបដិសន្ធិបានព្រះអង្គប្រមើលមើលទ្វីបទៀតបណ្ដាទ្វីបទាំង4មានអមោកោយនទ្វីបពពេវទ្វីបដែលជាដើមហ្នឹងគឺថាព្រះអង្គមិនចុះទៅបដិសន្ធិក្នុងទ្វីបដតីក្រៅអំពីចម្ពោះទ្វីបទេណាព្រះអង្គជ្រើសរើសយកចម្ពោះទ្វីបហើយទៅព្រះអង្គប្រមាលមើលប្រទេសទៀតប្រទេសបច្ចន្ទប្រទេសដូចជាថៃខ្មែរលាវភូមិអីហ្នឹងគឺថាព្រះអង្គមិនចុះទៅបដិសន្ធិក្នុងបច្ចន្ទប្រទេសទេគឺព្រះអង្គបដិសន្ធិតែក្នុងមជ្ឈិមប្រទេសគឺប្រទេសកណ្ដាលប្រទេសឥណ្ឌាយើងនេះហ្នឹងហើយនឹងរួចហើយព្រះអង្គប្រមាលមើលតកូលគឺមានខត្តយៈតកូលព្រាហ្មណតកូលសុត្រតកូលវេស្សតកូលជាដើមហ្នឹងតកូលណាដែលព្រះសម្មាសម្ពុទ្ធជ្រើសរើសគឺតពលតែពីរទេសម័យណាដែលគេលើកខត្តយៈតកូលជាធំព្រះអង្គបដិសន្ធិក្នុងខត្តយៈតកូលសម័យណាគេលើកព្រាហ្មណតកូលជាធំហ្នឹងគឺព្រះអង្គបដិសន្ធិក្នុងនៅតកូលព្រាហ្មណ៍អញ្ចឹងទៅតែសម័យកាលហ្នឹងគឺថាគេលើកយកខត្តយៈតកូលស្ដេចហ្នឹងជាធំជាងតកូលព្រាហ្មណ៍ទៅព្រះអង្គជ្រើសរើសយកតកូលស្ដេចដែលមានប្របាទធោតនៈដែលគ្រប់គ្រងនៅនគរកបិលភ័ស្ត្រហ្នឹងទៅព្រះអង្គប្រមាលមើលមេដាទៀតណាមេដាណាស្ត្រីណាដែលសន្សំបុណ្យបារមីអស់100,000 ផែនដីហើយមានការប្រាថ្នាជាពុទ្ធមេដាហើយដែលជាស្ត្រីមានសិលជាប់ជានិច្ចហើយជាស្ត្រីមិនលេងនៅសុរាស្ត្រីដែលបរិបូរទៅដោយលក្ខណៈរបស់នារី64ប្រការនោះណាព្រះអង្គប្រមាលមើលពីលើមកឃើញថាព្រះនាងសិរីមហាវិយាទេវីដែល
ជាកមហាសីបាទសទ្ធោតអ្នកហ្នឹងគឺថាជាស្ត្រីបញ្ញពិតកលយានីដែលបរិបូរទៅដោយលក្ខណៈរបស់នារី64ប្រការហ្នឹងគឺជាស្ត្រីស្អាតនៅក្នុងចម្ពោះទ្វីបយើងនេះមិនមានអ្នកណាស្អាតជាងពនាងសិរិមហាវិយាទេវីទេនឹងព្រះអង្គមើលតាំងពីដុសិតទេវលោកមកញាតិញោមដែលព្រះអង្គចង់បានស្អីគឺបានហ្នឹងហើយមិនដូចជាយើងទាំងអស់គ្នាដែលជាសត្វណាលោកទាំងអស់គ្នានឹងទេដោយសារអីដែលព្រះអង្គចង់បានអ្វីគ្រប់យ៉ាងហ្នឹងគឺបានដោយប្រាថ្នារបស់ព្រះអង្គណាដោយសារតែបុណ្យរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺថាគ្រប់គ្រាន់ពេញលេញបរិបូរណ៍ហើយណាហើយបើសិនជាយើងនឹងអាចណាសុំបានដោយព្រះអង្គអញ្ចឹងចង់ប្រាថ្នាអ្វីបានដោយព្រះអង្គអញ្ចឹងម្លេះមិនសមមានអ្នកក្រអ្នកអីទេសុទ្ធសឹងតែជាគោលស្ដេចតគោលកហបតីឲ្យរៀងខ្លួនទាំងអស់ហើយដោយសារយើងសុំនឹងអត់បានដោយសារអីសុំមិនបានដោយសារបុណ្យរបស់យើងនឹងវាតិចតួចពេកទេណាទៅព្រះអង្គទទួលការរតនាអំពីទេវតាព្រំ10000លោកធាតុនឹងចុះមករតនាហើយទៅព្រះអង្គសិយុទ្ធចុះចាកដល់សត្វទេវលោកបដិសន្ធិក្នុងមនុស្សលោកក្នុងគរនៃពនាងសិរិមហាវិយាទេវីនៅឯនគរកបិលភ័ស្ត្រឯណោះក្នុងពេលដែលបដិសន្ធិនឹងញាតិញោមមានហេតុអស្ចារ្យនៅក្នុងការបដិសន្ធិរបស់ព្រះបរមពុទ្ធិសត្វធ្វើឲ្យផែនដីទាំងមូលក៏ក្រើករពើបញាប់ញ័រទឹកមហាសមុទ្រដែលធ្លាប់តែរលកខ្លាំងបែរជាស្ងប់រលកទឹកមហាសមុទ្រដែលមានរសជាតិប្រៃក៏បដូររសជាតិមួយខណៈនោះភ្លាមទៅជារសជាតិផ្អែមសត្វលោកអាចក្រេបផឹកបានទឹកស្ទឹងដែលហូរគួចត្របាញ់បែរជាឈប់ហូរគួចត្របាញ់ទៅវិញបែរជាហូររឹមតិចហើយមានភ្លៀងរលឹមតិចថ្ងៃដែលព្រះបរមពុទ្ធិសត្វចុះចាប់បដិសន្ធិនឹងឲ្យញាតិញោមអស្ចារ្យណាស់ហេតុ32ប្រការណាសត្វលោកដែលមានការជាប់នៅអន្ទាក់ជាប់នៅខ្នោះគ្នាងជាដើមគេដាក់លោបដាក់គប់ដាក់សំណាញ់ដាក់អួនឬក៏ដាក់ជុចដាក់អីតាមព្រៃតាមទឹកតាមអីនឹងថ្ងៃនឹងដែលជាប់អន្ទាក់នឹងគឺអន្ទាក់លលាស់ឯងញាតិញោមអត់មានធ្វើឲ្យសត្វលោកណាមួយមានសេចក្តីទុក្ខទេនឹងដោយបុណ្យរបស់ព្រះបរមពុទ្ធិសត្វហើយសម្ដែងថាមនុស្សគោនឹងអាចនិយាយបានណាទាំងក្នុងគណៈនឹងមនុស្សខ្វាក់អាចមើលឃើញមនុស្សខ្វិនអាចលាជើងត្រង់ដើរបានមនុស្សគោមអាចត្រង់ខ្លួនបានវិញណាទីកន្លែងដែលងងឹតមិនធ្លាប់មានពន្លឺក៏ពន្លឺសាយចូលទៅទ្វារនឹងបង្អួចដែលបិទចិត្តហើយនឹងក៏របើកឯងមានពន្លឺផ្សាយចូលទៅតាមរូងតាមរុនពោះរុនសត្វអីជាដើមហ្នឹងមិនដែលមិនធ្លាប់មានមនុស្សបើមិនធ្លាប់មានពន្លឺនឹងក៏ពន្លឺសាយចូលទៅដល់ភ្លើងអវិជ័យនរៈដែលធ្លាប់តែឆេះសន្ធោសន្ធៅក្នុងថ្ងៃនោះភ្លើងអវិជ័យនរៈក៏ស្ងប់រងាប់ទៅសត្វនរៈបានសេចក្តីសុខមួយខណៈនោះឯងនឹងគឺជាបុណ្យរបស់ព្រះបរមពុទ្ធិសត្វដែលព្រះអង្គទ្រង់បានសយុទ្ធចាក់ទេវលោកមកបដិសន្ធិក្នុងមនុស្សលោកនឹងសម្ដែងក្នុងព្រះអដ្ឋកថាថាកាលដែលព្រះអង្គចុះចាប់បដិសន្ធិតួនាទីរបស់ស្ដេចមហារាជទាំង4មានស្ដេចធររដ្ឋរូបខវរលហកកវេរៈជាដើមព្រះអង្គកាន់ប្រខ័ណ្ឌយាមក្នុងទិសទាំង4ណាមិនមានការធ្វេសប្រហែសទេគិតថាខ្លាចមានមនុស្សកាយយៈកាយណាមកប៉ះពាល់ដល់ព្រះបិតានិងព្រះបរមពុទ្ធិសត្វចឹងស្ដេចមហារាជនឹងការពាររហូតហើយសម្ដែងអំពីនៅសេចក្តីសុខរបស់ពុទ្ធមេដាបានសេចក្តីសុខណាស់សុខក្នុងកាមគុណទាំង5បរិបូរណ៍ហើយចាប់តាំងពីព្រះបរមពុទ្ធសាសនាចុះចាប់បដិសន្ធិក្នុងគរហ្នឹងគឺថាណាតម្រេចរបស់ពុទ្ធមេដាគឺមិនមានឡើយណាព្រោះព្រះមេដាហ្នឹងមាននៅបញ្ញកាមគុណទាំង5ហ្នឹងគ្រប់គ្រាន់ហើយសូម្បីតែប្របាទសទ្ធោតនៈក៏មិនហ៊ានមកបៀតបៀនមកផ្ទុំអីជាមួយព្រះនាងទេដោយសារគោរពនៅព្រះបរមពុទ្ធិសត្វដែលនៅក្នុងគរណារបស់ព្រះនាងនឹងឯងសម្ដែងក្នុងពេលដែលចុះចាប់បដិសន្ធិនឹងគឺថាណាព្រះនាងផ្ទុំនៅណាក្នុងព្រះនគររបស់ព្រះនាងនឹងព្រះនាងសុបិនណាយល់សពសុបិនឃើញភ្នំមាសភ្នំប្រាក់អីនឹងញាតិញោមធ្លាប់បានស្ដាប់ហើយណាមិនបាច់រៀបរាប់អីទេរៀបរាប់សង្ខេបទៅថាវេលាព្រឹកឡើងនឹងបាននាំនៅ
là sự bên mất rồi bao phần niềng nó ai và ba thật thôi tận nè ban sẽ đáp và ba thật thôi tận nè cả rốt nâu hao ra xa chừng điên hóc sắp buôn rụp tiền mà tu tê là cả nạ rồi ba là số bên nó khơi thả phần niên trung miền co hai hay co khung tây được bao phần niên cứ trực sát đó là o chứ cứ sát đó đông mà đâm hay trực sát đại trâu bàn tra đừng chia bè sama sam bột tiền chẳng bộ ba thật thôi tận nè nâng thái tôm phần niên sẽ đấy mà ha bị gì nâng dư thà sầm bơm cày lên nè mình nói thôi cái càng nghĩ ấy tê ở thái để xa bạc qua nâng là o hay bệnh chi ở xây năm thằng lại nâng ra phần niên hay phần niên nâng bo đi bo tại đòi sal pram nâng chua chuyện này là sal pram nâng miên sần đan này chất nâng tăng pi cầm nát mà tại mà đón nhiệt nhúng hay thằng ngày ở bao sọt ấy nữa cứ phần niên lẹ xa nó bao sọt nâng em đây tha phần biết đa thằng lại thằng buông chia tầm niêm được bao phần biết đa nó cứ ai mơ là mơ bớt không tây nâng khơi nhá nhiệt nhúng mơ khơi đôi chỉ cho ba chiên cái thọ để cô cho ba chiên ở vay thằng bọn priệp đôi chỉ bọc lương để nó không cay mình đi dạng ná cứ phần niên ai mơ đi cho bớt nó không ô tô rồi bao phần niên khơi tiền hay sát chẳng lại chẳng buông là bài mốc nâng là mọc tôi là khả năng miệt đà trái pre bảo mà bodhisat ate bài khả năng tôi là khả năng miệt đà cùng này khả năng ô tô này miệt đà nângประกอบđời sẽ đây sốc dạng cày lên hay đại pi tây rồi bao phần niên sẽ đấy mà ha mình gì đi là pre thạc tha mình chẹt tha mình miên ca pong lá đôi chỉ sẽ tây càng tăng cô ở tây tây cứ miền tây riệp mà đôi chỉ bồng pung là đại cái đạ crop thanu trôi dạng mấy cái ớt chè pính nhé vậy nhổm là cái đời bon rồi bao bột miệt đa đời bon rồi bao phần niên sẽ đấy mà mình về tây vì nâng là khung pe đại crop tu sami tiền là đại chuột cát tới tha crop tu sami là đập khai nâng vọng cùngនៅក្នុងផ្ទៃនៃមេដាដប់ខែព្រះនាងសិរិមហាវិយាមានការនឹករលឹកមកដល់នគរកំណើតរបស់ខ្លួនគិតចង់មកថ្វាយបង្គំមេដាបេដានិងប្រសូតបុត្រនៅក្នុងនគរកំណើតរបស់ខ្លួនគឺនគរទេវតហៈនិងញាតិញោមចឹងក៏បានធ្វើដំណើរសុំលាព្រះស្វាមីប្របាទសធោតនៈក៏មិនមានការអីដែលរៀងរានៅដំណើររបស់ព្រះនាងទេឲ្យគេរៀបចំផ្លូវពីកបិលភ័ស្ត្រមកដែលនគរទេវតហៈនឹងយ៉ាងស្អាតនៅក្នុងគម្ពីរពុទ្ធវង្សក៏សម្ដែងថាព្រះបាទសធោតនៈរៀបចំតាមផ្លូវមានចាក់ខ្សាច់មានដាំដើមចេកមានធ្វើសាលាសំណាក់មានបាំងនៅពីដានទៀតដល់ទៀតតាមបណ្ដាផ្លូវនឹងគឺថារៀបរាប់មានដាំផ្ការីកស្គូស្គីសម្បើមណាស់ក្នុងដំណើររឿងរ៉ាវហ្នឹងដែលទៅពនាងនៅស្ដេចយាងមកចេញពីព្រឹកមកនឹងស្ដេចយាងមកតាមបណ្ដោយផ្លូវហ្នឹងមកដល់ទីនេះញាតិញោមមកដល់ឧទ្យានលំពិនីនេះដែលជាចំណុចកណ្ដាលនៃព្រំប្រទល់នគរទេវតហៈនិងកបិលភ័ស្ត្រហ្នឹងពនាងបានគង់លើសេវណ្ណសេវិការាយគឺរឹងមាសដែលរាជអាមាត្យទាំងឡាយសែងមកហើយហោមកដល់ឧទ្យានលំពិនីនឹងថ្ងៃនឹងទៀតរុក្ខជាតិទាំងឡាយទាំងពួងដើមឈើផ្កាឈើទាំងអស់រីកចេញផ្កាស្គុះស្គាយតាំងពីចុងគល់រហូតដល់ចុងមេឃនឹងបានន័យថាក្លិនផ្កានឹងក្រអូបឈ្ងុយឈ្ងប់បរិបូរទៅដោយពួកភូមិរៈជាតិក្រេបនៅលំអងផ្កាបរិបូរដោយក្លិនផ្កានឹងក្រអូបផ្សាយសពទីកន្លែងទាំងអស់ជាទីពេញប្រតិនៃព្រះនាងដូរតន្ត្រីដល់ជាទឹកដែលពពួកទេវតាមើលលោកធាតុចុះមកកាន់ទីនេះប្រគំយ៉ាងរងំនៅក្នុងឧទ្យានលំពិនីនេះគួរជាទីជ្រះថ្លាគួរជាទីរីករាយព្រះនាងបានស្ដេចយាងចុះអំពីសុវណ្ណសេវិការាជដោយសារមានបតីពេញចិត្តនៅក្នុងឧទ្យាននឹងចង់តូតឧទ្យានលំពិនីនឹងក៏ព្រះនាងទ្រង់យាងចូលទៅក្រោមដើមសាលព្រឹកមួយដើមនៅក្នុងកាលនោះខ្យល់កម្មជ្ឈវិទ្យបានបកកម្រើកក្នុងផ្ទៃរបស់ព្រះនាងមានបតីថាចង់